កំសាន្តចិត្តនិងលើកទឹកចិត្តនៅថ្ងៃនេះសូមនាំមកនៅព្រះបន្ទូលព្រះដែលបានចែងនៅក្នុងព្រះគម្ពីរប៊ីបស្ដីអំពីអធិដ្ឋានដោយជំនឿលើព្រះនិងព្រះបន្ទូលទ្រង់ក្នុងវត្តមាននៃទ្រង់ពេលអធិដ្ឋានជាពេលត្រេកអរដែលនាំឲ្យខ្ញុំបានចិនអំណរក៏ឲ្យខ្ញុំក្រាបចំពោះព្រះអង្គនឹងទូលទ្រង់ពីបំណងខ្ញុំផងនៅគ្រាក្នុងសោខំបារម្ភនោះចិនខ្ញុំតែនៅក្នុងវត្តមានទ្រង់មានសន្តិភាពមានចេស្តាមានការគ្របដណ្ដប់មានការបំភ្លឺផ្លូវតម្រង់ផ្លូវទទួលបានកម្លាំងពីព្រះទទួលជំនួយពីព្រះទទួលបានការការពារពីព្រះការផ្គត់ផ្គង់ការកំសាន្តចិត្តកម្លាំងនៅក្នុងគ្រប់ទាំងចម្បាំងដោយជ័យជំនះអធិដ្ឋានដោយជំនឿក្នុងវត្តមានទ្រង់គឺរួមក្នុងព្រះបន្ទូលទ្រង់មានការផ្លាស់ប្រែជីវិតវិលវល់ត្រូវបានភ្លឺស្វាងទទួលប្រាជ្ញាក្នុងការឆ្លើយតបគ្រប់ទាំងបញ្ហាពេលខ្សោយទទួលនៅកម្លាំងពេលភ័យខ្លាចទៅជាក្លាហានដើរក្នុងជ័យជំនះដោយទទួលនៅព្រះគុណថ្មីរាល់ថ្ងៃជានិច្ចនៅក្នុងគម្ពីរបរិតេវជំពូក3ខ22ដល់23បានចែងថាគឺនឹកពីសេចក្តីនេះថាកុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ានោះយើងបានសូន្យបាត់អស់រលីងទៅហើយឯសេចក្តីមេត្តាករុណារបស់ទ្រង់នោះមិនចេះផុតឡើយសេចក្តីទាំងនោះចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ចសេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់បានពេញដោយសេចក្តីមេត្តានិងព្រះគុណដើរក្នុងជ័យជំនះរបស់ព្រះទ្រង់ជាព្រះដ៏ជាព្រះសេចក្តីស្រឡាញ់ទ្រង់ស្ថិតថេរនៅអស់កលទ្រង់ជាដើមហើយជាចុងទ្រង់គ្រប់គ្រងទ្រង់ទតឃើញទ្រង់ស្ដាប់ឮទ្រង់ធ្វើការគ្មានអ្វីដែលទ្រង់ធ្វើមិនកើតនោះគ្មានសោះឡើយទ្រង់ស្មោះត្រង់ទ្រង់មិនដែលប្រែប្រួលគម្ពីរទំនុកដំកើងជំពូក37ខ23ដល់40គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អហើយទ្រង់សពព្រះហត្ថីនិងផ្លូវដែលគេដើរដែរទោះបីគេភ្លាត់ដួលគង់តែមិនត្រូវដួលទាំងស្រុងទេត្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ថយើងពីដើមនៅក្មេងឥឡូវនេះចាស់ហើយតែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោលឬពូជពងគេសុំទានអាហារឡើយគេរមែងមានគុណជាដល់រាបរាល់ថ្ងៃព្រមទាំងឲ្យគេខ្ចីហើយពូជពងគេបានពោដែរចូល
គេចេញពីការអាក្រក់ហើយប្រព្រឹត្តការល្អចុះនោះអ្នកនឹងបាននៅជារៀងរៀបដល់រាបត្បិតព្រះយេហូវ៉ាទ្រង់សពប្រហតីនិងសេចក្តីយុត្តិធម៌ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយទ្រង់ថែរក្សាគេអស់កលជានិច្ចតែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរតកហើយនឹងនៅក្នុងស្រុកនោះជានិច្ចមាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញាហើយអណ្ដាតគេក៏សម្ដែងជាសេចក្តីយុត្តិធម៌ក្រឹតវិន័យរបស់ព្រះនៃគេនោះនៅក្នុងចិត្តឯជំហាននៃគេក៏នឹងមិនភ្លាំងភ្លាត់ឡើយបើខ្ញុំមានសង្សារពោពេញក្នុងចិត្តកាលណាឬមានទុក្ខវេទនាមកសង្កត់នោះទ្រង់ឲ្យខ្ញុំមានចិត្តសប្បាយអាចនឹងថាមិនអីទេនៅក្នុងចិត្តជាប្រកបមិនអីទេមនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិតហើយក៏រកសម្លាប់គេព្រះយេហូវ៉ាទ្រង់មិនទុកគេឲ្យនៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ឡើយក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជម្រះដែរចូលរងចាំព្រះយេហូវ៉ាហើយកាន់តាមផ្លូវទ្រង់ចុះនោះទ្រង់នឹងដំកើងអ្នកឲ្យបានផែនដីជាមរតកនៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញនោះអ្នកនឹងបានឃើញហើយយើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹកហើយកំពុងតែពង្រីកធំឡើងដូចជាដើមឈើខ្ចីដែលចម្រើននៅទីកំណើតវាតែគេបាត់ទៅហើយមើលមិនមានគេទៀតឡើយយើងបានស្វែងរកគេតែមិនប្រទះសោះចូលចំណាំមើលមនុស្សគ្រប់លក្ខវិញហើយពិចារណាមើលមនុស្សទៀងត្រង់ចុះត្បិតចុងបំផុតនៃមនុស្សនោះមានសេចក្តីសានត្រានឯពួកមនុស្សរំលងច្បាប់នឹងត្រូវវិនិច្ឆ័យទៅជាមួយគ្នាឯចុងបំផុតនៃមនុស្សអាក្រក់នោះនឹងត្រូវកាត់ចេញវិញឯសេចក្តីសង្គ្រោះនៃមនុស្សសុចរិតនោះមកពីព្រះយេហូវ៉ាក្នុងគ្រាដែលមានសេចក្តីលំបាកនោះទ្រង់ជាទីអាងដល់គេព្រះយេហូវ៉ាទ្រង់ជួយគេក៏ប្រោះឲ្យរួចទ្រង់ប្រោះគេឲ្យរួចពីមនុស្សអាក្រក់ព្រមទាំងជួយសង្គ្រោះគេផងពីព្រោះគេបានពឹងជ្រកក្នុងទ្រង់ទ្រង់ជាទីបងពួនខ្ញុំទ្រង់តែបងពេញចិនខ្ញុំក្រោយបទចម្រៀងនៃរាល់ពេលដែលខ្ញុំត្រីភ័យខ្លាចខ្ញុំនឹងតងចិនទ្រង់ខ្ញុំនឹងតងចិនទ្រង់ព្រះវរបិតាអើយសូមជួយយើងខ្ញុំឲ្យទុកចិត្តត្រង់និងធ្វើការល្អសូមបង្រៀនយើងខ្ញុំកុំឲ្យភ័យបារម្ភពេលដែលយើងខ្ញុំមានការអាក្រក់នៅព័ទ្ធជុំវិញយើងខ្ញុំតែសូមឲ្យយើងខ្ញុំយកត្រង់ជាសេចក្តីអំណរវិញសូមដឹកនាំគ្រប់ទាំងជំហានយើងខ្ញុំហើយរៀបចំផ្លូវយើងខ្ញុំទៅតាមបំណងប្រហារតីត្រង់សូមឲ្យយើងខ្ញុំចេះអត់ធ្មត់ក្នុងការដែលរងចាំទ្រង់ហើយជឿលើព្រះបន្ទូលសន្យាទ្រង់សូមបង្កើតចិត្តដ៏ទន់ភ្លន់ដ៏ស្មោះត្រង់នៅក្នុងយើងខ្ញុំហើយការពារយើងខ្ញុំចេញពីសេចក្តីកំហឹង
ការភ័យខ្លាចនិងការស្រយុតចិត្តផងសូមឲ្យយើងខ្ញុំឆ្លុះបញ្ចាំងពីសេចក្តីសុចរិតនិងសេចក្តីសុខសាន្តរបស់ទ្រង់អរព្រះគុណទ្រង់ដែលការពារយើងខ្ញុំដោយព្រះហស្ថទ្រង់ហើយមិនដែលបោះបង់ចោលយើងខ្ញុំឡើយយើងខ្ញុំសូមទូលថ្វាយនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនពេលអធិស្ឋានជាពេលត្រូវចិនព្រះអង្គនឹងខ្ញុំប្រកបយ៉ាងស្និទ្ធទ្រង់ឲ្យខ្ញុំមើលឃើញស្ថានឧត្តមនិងទីវិមានរៀបស្រេចឲ្យខ្ញុំនោះខ្ញុំក៏មានផែនដីឡើងទៅទទួលមរតកជាទីលំនៅទាំងត្រៀមកំពុងហោកាន់អារម្មណ៍ព្រោះទៅនៅជាមួយព្រះអង្គចាស់សូមព្រះប្រទានពរឲ្យលោកអ្នកបានប្រកបដោយព្រះគុណនិងសេចក្តីស្រឡាញ់ពីព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះ